បាទថ្ងៃនេះខ្ញុំមកបុកកំពឹសស្រស់ជាមួយនឹងដៃគោះញ៉ាំម្ដងបងប្អូនរសជាតិវាថាឆ្ងាញ់មែនទែនហើយបុកកំពឹសដែរយើងយកទៅផ្ទាប់ជាមួយនឹងបន្លែថោស្រស់បងប្អូនឆ្ងាញ់ណាស់ហើយរសជាតិវាមាន3រសជាតិបងប្អូនបាទហើយបន្តិចទៀតយើងទៅតាមដានទស្សនានេះធ្វើនិងគ្រឿងផ្សំជាមួយខ្ញុំទាំងអស់គ្នាបាទហើយនេះគឺជាគ្រឿងផ្សំហើយមុនដំបូងខ្ញុំយកសូដាយកមកចាក់លើកំពឹសយើងសិនបងប្អូនហើយចំណែកកំពឹសនេះពេលយើងទិញយើងរើសយកអាកំពឹសស្រស់ហើយកំពឹសនេះខ្ញុំលាងហើយបងប្អូនហើយបន្តមកទៀតខ្ញុំដាក់ទឹកកកបងប្អូនដើម្បីកំពឹសស្លាច់រឹងណាហើយវាអត់មានក្លិនឆ្អាបទេយើងធ្វើអញ្ចឹងណាហើយយើងផ្អាប់វាទុកសិនទៅហើយបន្តមកទៀតខ្ញុំមកត្រៀមគ្រឿងហើយខ្ញុំយកខ្ទឹមក្រហមតែមកមើមនេះបងប្អូនយើងពុះវាជា4មកជាមួយនឹងជាណាហាន់ខ្លីៗចំណែកស្ដាយគួរយើងកាត់វាខ្លីៗហ្មងបងប្អូនកុំឲ្យវាមានពេកហើយចំណែកមីជូរខ្ញុំដាក់កសាំងបងប្អូនថ្ងៃនេះហើយបងប្អូនអត់មានកសាំងបងប្អូនដាក់ស្អីផ្សេងក៏បានដែរឲ្យទៅជូរហើយចំណែកកសាំងបើយើងរកបានអាចាស់ឬតែល្អបងប្អូនតែថ្ងៃនេះខ្ញុំមានទាំងអាចាស់មានទាំងអាខ្ចីបងប្អូនអើយហើយយើងឆ្កៀលសាច់វាយកអស់មកហើយបន្តមកទៀតខ្ញុំមកបុកខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសស្រស់សិនយើងបុកឲ្យម៉ត់មក3មុខហ្នឹងបុកម៉ត់ប៉ុណ្ណឹងហើយយើងដាក់សាច់កសាំងដែលយើងឆ្កៀលហើយចូលមកបងប្អូនជាមួយនឹងប្រហុកហើយចំណែកប្រហុកគឺខ្ញុំយកទៅអាំងបងប្អូនហើយខ្ញុំដាក់ប៊ីចេងជាមួយនឹងស្ករអំពៅហើយយើងបុកបងប្អូនបុកឲ្យវាចូលជាតិគ្នាសិនមកនេះបុកឲ្យវាចូលជាតិគ្នាប៉ុណ្ណឹងហើយយើងភ្លក់ទៅរសជាតិវារៀងស្ទើរប្រៃបងប្អូនវាអត់សូវប្រៃអញ្ចឹងខ្ញុំថែមទឹកត្រី2ស្លាបព្រាបាយយើងញុំវាក៏បានហើយមិនបុកទេធ្វើដូចខ្ញុំអញ្ចឹងបងប្អូនហើយបន្តមកទៀតខ្ញុំដាក់សណ្តែកគួរចូលទៅហើយយើងបុកតិចៗមកសណ្តែកគួរហ្នឹងណាបុកឲ្យវាទួតទៅកុំឲ្យវាម៉ត់ណាធ្វើដូចខ្ញុំប៉ុណ្ណឹងបានហើយជាបន្ទាប់ខ្ញុំយកកំពឹសទៅលាងសិនបងប្អូនយើងលាងពីទឹកទៅឲ្យស្អាតសាច់កំពឹសថាវារឹងល្អមែនទេបងប្អូនហើយដល់ពេលយើងសម្រក់ទឹកអស់ហើយយើងយកដាក់ចូលក្នុងត្បាល់យើងមកហើយយើងអត់បុកទេបងប្អូនយើងយកឲ្យស្ព្រាយើងមកច្បល់ឲ្យវាចូលជាតិគ្នាទៅច្បល់នឹងយូរដែរបន្ទាប់ពីវាចូលជាតិហើយយើងយកជីដែលខ្ញុំហាន់ហើយហ្នឹងដាក់ចូលទាំងអស់បងប្អូនហើយជីខ្ញុំដាក់ជាមួយនឹងជីណាហើយនឹងជីក្រហមបងប្អូនយើងច្បល់វាមកប៉ុណ្ណឹងជាការស្រេចហើយបងប្អូនយើងអាចដួសដាក់ចានយកទៅផ្ទាប់ជាមួយនឹងបន្លែស្រស់ៗហើយបន្លែខ្ញុំមានច្រើនមុខដែរថ្ងៃនេះហើយខ្ញុំផ្ទាប់ជាមួយបន្លែត្រូវគ្នាបងប្អូននេះបាទហើយបើសិនជាបងប្អូនមានកំពឹសមានអីបងប្អូនអាចសាកល្បងធ្វើបានបាទហើយសម្រាប់វីដេអូនេះក៏មានប៉ុណ្្នឹងទេបងប្អូនបាទសូមអរគុណរកការតាមដានទស្សនារបស់បងប្អូនតាពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា